បាទគោរពជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះមានរបស់ពិសេសចង់ចែកជូនចែកបង្ហាញហើយនៅរបស់ពិសេសបាទនេះមកគូនេះមករះតាំងពីនឹងទៅហ្មងឡើយស្ញេមកដល់កន្លែងខ្ញុំចោមបោះក្រហមហ្នឹងហើយបើទា2ហ៊ុន5កពស់មកទឹក3 2ហ៊ុន5កពស់មកទឹក3 3នេះ13.3មកខាងនេះរឿងវែងជាងហើយមករះស្ញេដល់កន្លែងខ្ញុំចោមបោះដែរតែខ្នាយនេះពិសេសត្រង់គាត់មានកាសមកគូតាមនេះកាសគាត់មកគូកាសវាអេមហើយខ្នាយលំដាប់មេវងកាយក្បាលករាញ់ក្បាលហើយតែមានកាសជាពិសេសគឺខ្នាយនេះពិសេសមែនតើធ្ងន់ស្អាតនឹងនាងពួនដល់ខាងក្នុងនឹងដឹងថាមាននាងពួនដែរស្ញេប៉ុណ្ណេះហើយនៅក្នុងនោះមានមួយឈុតនេះមានតាំងថ្មិញទៀតតែគាត់នៅក្លិនស្អុយទេខ្ញុំញាត់ពេងកមួនប៉ុណ្ណឹងហើយនៅចង់ធុំក្លិនទៀតបាទតែគាត់មករះឡើងស្ញេដែរខ្នងម្ដុំស្ញេមកពកម្ដុំអញ្ចឹងទៅដល់នេះម្ដុំអញ្ចឹងទៅមកពោះនេះស្ទាបនិយាយទៅច្រាញអញ្ចឹងទៅហើយនេះបានតែ2ហ៊ុន4ទេកពស់បាទ12ទេតែស្ញេដូចគ្នាខ្នងហើយនៅពោះនេះក៏ស្ញេដែរពិសេសស្អាតតែក្លិននៅធំទៀតតែក្លិនធំតែខ្ញុំត្រាំប្រេងទៅឡើងពណ៌ស្អាតហ្មងហើយណាមួយបានប្រេងពីបងនៅខាងអ្នកលឿងគាត់ឲ្យបងហេងរិទ្ធគាត់បានឲ្យប្រេង1គីឡូមកជូតដេកចាស់តែពិសេសហ្នឹងគឺពិសេសខ្លាំងហ្មងប្រេងគាត់ជូតទៅឡើងពណ៌ស្អាតមែនតើហ្មងតែនេះខ្ញុំទៅជូតមិញទេហើយខ្ញុំដាក់ពីលើក្បាលបន្តិចជាមួយនឹងពេញមុនតែត្រាំទៅបានមួយយប់អត់ទាន់ឡើងពណ៌ទេបើនេះវិញក្លិននៅស្អុយតែឡើងពណ៌សាហាវស្អាតមែនតើហ្មងសំបីថ្មសលៀងក៏ធំដែរថ្មសលៀងក៏ធំស្អាតតែខ្នាយពិសេសហើយគាត់មានថ្មិញ3នៅក្នុងនោះដែរហើយនៅក្នុងនោះដែរនេះរបស់នេះខ្ញុំមិនរៀបរាប់ទេបងប្អូនមើលស្គាល់ហើយជាប្រភេទអីដឹងហើយបាទជារបស់ពស់ពិសេសមែនតើហើយក៏មិនបានចែកជាវដែរគ្រាន់តែខ្ញុំថតផុសថតបង្ហាញទុកគ្រប់ថែសារខ្លួនឯងហើយពិសេសស្អាតមែនតើហើយរបស់នេះយូរឆ្នាំខ្ញុំបានពីព្រៃឡង់នៅខាងកាចេះទៅជាមួយនឹងស្ទឹងត្រែងជាមួយនឹងព្រះវិហារកំពង់ធំបាទខ្ញុំនៅចំការាលនឹងតែម្ដងខ្ញុំបានពីខាងព្រៃឡង់នឹងមកហើយរបស់នេះគាត់ថាចូលជាង40ឆ្នាំហើយគាត់ថាចូល50ឆ្នាំលើហើយដែលគាត់បានពីគេតាគាត់មកអញ្ចឹងហើយខ្ញុំក៏ទុកគ្រប់ថែសារទៅគាត់អត់ដឹងថារបស់នេះយូរហើយដល់ពេលមើលទៅដឹងថារបស់នេះជារបស់ពស់ហើយរបស់នេះពិសេសមែនតើបងប្អូនគេហៅកាសពស់ឬក៏ស្នែងពស់តែមិនទាន់ទៅជាស្នែងទេគាត់នៅជាកាសហើយកាសហ្នឹងគឺខ្លាំងជាងស្នែងខ្លាំងជាងខ្នើយទៀតបាទពិសេសមែនតើហើយក៏សូមជម្រាបជូនបងប្អូនតែប៉ុណ្្នឹងទេហើយនៅនេះក៏មានខ្នាយទូច្រើនខ្នាយចាស់ច្រើនដែលបងប្អូនចង់បានតែមួយអីអាចតាក់ទងមកខ្ញុំបានតាម Telegram បាទសូមអរគុណសូមជម្រាបលាបងប្អូនសុខសប្បាយលាភជ័យហេងទាំងអស់គ្នា